សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនអាចបញ្ចប់បានទេលុះត្រាតែពូទីនទទួលស្គាល់ឯករាជ្យភាពរបស់អ៊ុយក្រែនសប្តាហ៍នេះប្រជាជនអ៊ុយក្រែនបានប្រារព្ធខួប35ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសប៉ុន្តែការតស៊ូជាប្រវត្តិសាស្ត្ររបស់អ៊ុយក្រែនដើម្បីសេរីភាពនៅតែមិនទាន់ដល់ទីបញ្ចប់ឡើយសូមជួយចុច Subscribe Channel YouTube SNT Voice ដើម្បីទទួលបាននូវព័ត៌មានថ្មីៗជុំវិញពិភពលោកសូមអរគុណនេះគឺជាទិវាឯករាជ្យភាពលើកទី5ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនលទ្ធផលនៃសង្គ្រាមនេះនៅតែមិនទាន់កំណត់ច្បាស់ថាតើអ៊ុយក្រែនអាចក្លាយជារដ្ឋឯករាជ្យពេញលេញឬត្រូវបានបង្ខំឲ្យត្រឡប់ទៅក្រោមឥទ្ធិពលនៃចក្រភពរុស្ស៊ីដែលកំពុងព្យាយាមស្ដារឡើងវិញការតស៊ូដើម្បីភាពជារដ្ឋរបស់អ៊ុយក្រែនមានប្រវត្តិរាប់រយឆ្នាំនិងជាការតស៊ូមួយក្នុងចំណោមការតស៊ូដើម្បីឯករាជ្យដែលមានប្រវត្តិយូរបំផុតនៅអឺរ៉ុបតាំងពីដើមសតវត្សទី18អ្នកនិពន្ធជនជាតិបារាំងលោក Voltaire បានកត់សម្គាល់ថាអ៊ុយក្រែនតែងតែប្រាថ្នាចង់បានសេរីភាពឧបសគ្គដ៏ធំនិងសំខាន់បំផុតចំពោះបំណងប្រាថ្នានេះគឺជារុស្ស៊ីក្នុងសម័យចក្រភពសារនិងសហភាពសូវៀតមេដឹកនាំរុស្ស៊ីជាបន្តបន្ទាប់មិនត្រឹមតែព្យាយាមគ្រប់គ្រងអ៊ុយក្រែនផ្នែកនយោបាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងព្យាយាមបង្ក្រាបគំនិតដែលថាអ៊ុយក្រែនជាប្រទេសនិងជាជាតិសាសន៍ដាច់ដោយឡែកពីរុស្ស៊ីផងដែរក្នុងរយៈពេលជាច្រើនសតវត្សវិធីសាស្ត្ររបស់រុស្ស៊ីមានចាប់ពីការរឹតបន្តឹងលើភាសាវប្បធម៌និងអត្តសញ្ញាណអ៊ុយក្រែនរហូតដល់ការចោទប្រកាន់ថាមានការបង្កឲ្យប្រជាជនជាច្រើនសហគមន៍អត់ឃ្លានយ៉ាងធ្ងន់ធ្ងរគោលនយោបាយបង្ក្រាបទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈក្រឹត្យរបស់ចក្រភពរុស្ស៊ីក្នុងឆ្នាំ1863ដែលហាមឃាត់ការបោះពុម្ពផ្សាយអក្សរសិល្ប៍ជាភាសាអ៊ុយក្រែននិងបានប្រកាសថាអ៊ុយក្រែនមិនធ្លាប់មានពីមុនមកឡើយមហិច្ឆតារបស់រុស្ស៊ីចំពោះអ៊ុយក្រែនបានបន្តមានឥទ្ធិពលទោះបីសហភាពសូវៀតបានដួលរលំក៏ដោយអ៊ុយក្រែនបានទទួលឯករាជ្យនៅឆ្នាំ1991ប៉ុន្តែមនុស្សជាច្រើននៅទីក្រុងមូស្គូមិនដែលទទួលយកការពិតនេះយ៉ាងពេញលេញឡើយនៅពេលរុស្ស៊ីចាប់ផ្ដើមងើបឡើងវិញពីវិបត្តិបន្ទាប់ពីការដួលរលំសូវៀតមិនយូរប៉ុន្មានមន្ត្រីក្នុងវិមានក្រំឡាំងបានចាប់ផ្ដើមគិតគូរឡើងវិញអំពីការដាក់អ៊ុយក្រែនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីនាសម័យទំនើបក្នុងការបំផ្លាញឯករាជ្យភាពរបស់អ៊ុយក្រែនត្រូវបាននៅជាប់ជាមួយលោកពូទីនជានិច្ចមេដឹកនាំវិមានក្រំឡាំងរូបនេះមើលឃើញអ៊ុយក្រែនថាជាផ្នែកមួយនៃតំបន់ស្នូលនៃចក្រភពរុស្ស៊ីតាមទស្សនៈរបស់លោកពូទីនការដណ្ដើមអ៊ុយក្រែនមកគ្រប់គ្រងវិញគឺជាវិធីមួយដើម្បីស្ដារអំណាចនិងឥទ្ធិពលរបស់រុស្ស៊ីឡើងវិញបន្ទាប់ពីសហភាពសូវៀតបានបែកបាក់ផ្ទុយទៅវិញប្រសិនបើអ៊ុយក្រែនអាចពង្រឹងខ្លួនជាប្រទេសឯករាជ្យប្រជាធិបតេយ្យនិងជាផ្នែកមួយនៃអឺរ៉ុបលោកពូទីនអាចព្រួយបារម្ភថាវានឹងក្លាយជាកត្តាជំរុញឲ្យឥទ្ធិពលចក្រភពរបស់រុស្ស៊ីធ្លាក់ចុះកាន់តែខ្លាំងក្នុងដំណាក់កាលដំបូងនៃការកាន់អំណាចលោកពូទីនបានព្យាយាមធ្វើឲ្យរដ្ឋអ៊ុយក្រែនចុះខ្សោយពីខាងក្នុងប៉ុន្តែពេលវិធីនេះមិនទទួលបានលទ្ធផលតាមការចង់បានលោកបានបដូរមកប្រើកម្លាំងយោធាវិញចំណុចសំខាន់បានកើតឡើងនៅខែកុម្ភៈឆ្នាំ2014នៅពេលកងទ័ពរុស្ស៊ីបានចូលកាន់កាប់ឧបទ្វីបគ្រីមៀបន្ទាប់មករុស្ស៊ីបានធ្វើអន្តរាគមន៍យោធានៅតំបន់ដុនបាសនៅភាគខាងកើតអ៊ុយក្រែនដែលទីបំផុតបានឈានទៅរកការឈ្លានពានទ្រង់ទ្រាយធំនៅឆ្នាំ2022ការឈ្លានពានដ៏ខ្លាំងក្លាពីរុស្ស៊ីដែលបដិសេធភាពជារដ្ឋរបស់អ៊ុយក្រែនពូទីនធ្លាប់អះអាងជាញឹកញាប់ថាប្រជាជនអ៊ុយក្រែននិងរុស្ស៊ីគឺជាប្រជាជនតែមួយមុនពេលមានការឈ្លានពានទ្រង់ទ្រាយធំលោកក៏បានផ្សព្វផ្សាយអត្ថបទប្រវត្តិសាស្ត្រដ៏វែងមួយដើម្បីជំទាស់នឹងសិទ្ធិរបស់អ៊ុយក្រែនក្នុងការរស់នៅជារដ្ឋឯករាជ្យចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ2022លោកពូទីនបានប្រើពាក្យសម្ដីកាន់តែច្បាស់អំពីមហិច្ឆតារបស់រុស្ស៊ីលោកបានប្រៀបធៀបការឈ្លានពានរបស់ខ្លួនទៅនឹងការពង្រីកទឹកដីរបស់ Peter the Great និងបានហៅតំបន់មួយចំនួនរបស់អ៊ុយក្រែនថាជាទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ីនៅតំបន់ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងអ្នកនិពន្ធអត្ថបទនេះអះអាងថាសញ្ញានៃភាសាវប្បធម៌ប្រវត្តិសាស្ត្រនិងអត្តសញ្ញាណអ៊ុយក្រែនកំពុងត្រូវបានលុបបំបាត់ប្រជាជនអ៊ុយក្រែនមួយចំនួនត្រូវបានចាប់និងឃុំខ្លួនខណៈអ្នកដែលនៅសេសសល់ត្រូវបានដាក់សម្ពាធឲ្យទទួលយកលិខិតឆ្លងដែនរុស្ស៊ីអ្នកនិពន្ធសន្និដ្ឋានថាការចរចាសន្តិភាពតែមួយមុខមិនអាចដោះស្រាយបញ្ហាបានទេសង្គ្រាមនឹងបន្តរហូតទាល់តែពូទីនត្រូវបានបង្ខំឲ្យទទួលស្គាល់ថាអ៊ុយក្រែនជារដ្ឋឯករាជ្យដែលមិនអាចវិលត្រឡប់ក្រោយវិញបានឡើយសូមអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះសន្យាថានឹងនាំមកនូវព័ត៌មានថ្មីៗនៅពេលក្រោយទៀត